មុនចេញទៅប្រកួតលើឆាកអន្តរជាតិប្រាសាទដាវីន Miss Universe Cambodia សន្យានឹងធ្វើឲ្យអ្នកគាំទ្រនិងប្រជាជាតិមានមោទនភាពស្ត្រីនៃចក្រវាលប្រាសាទដាវីនបានចាក់ចេញពីមាតុប្រទេសហើយកាលពីពេលថ្មីៗនេះឆ្ពោះទៅកាន់ប្រទេសមិចស៊ិកដើម្បីចូលរួមប្រកួតប្រជែងលើវេទិកា Miss Universe ប្រចាំឆ្នាំ2024សម្រាប់បេក្ខភាពតំណាងជាតិរូបនេះត្រូវបានគេចាត់ទុកថាជាស្ត្រីមានកូនមានស្វាមីដំបូងគេបង្អស់ដែលទទួលបានតំណែងឬ title ជាម្ចាស់មកុដនៃកម្មវិធី Miss Universe ប្រចាំប្រទេសកម្ពុជាអាស្រ័យដោយលក្ខន្តិកៈថ្មីស្ត្រីរៀបការរួចក្តីអ្នកម្ដាយក្តីក៏អាចចូលរួមប្រកួតប្រជែងដើម្បីក្លាយជាម្ចាស់ជលិភីឯកលំដាប់ពិភពលោកបានដូចគ្នាមុនចេញទៅប្រកួតលើឆាកអន្តរជាតិប្រាសាទដាវីនទទួលបាននូវកម្លាំងចិត្តពេញព្រៀបព្រោះក្រៅពីក្រុមការងារក្រុមគ្រួសារហើយនោះអ្នកគាំទ្រវិស័យប្រកួតសម្រស់ពិសេសអ្នកគាំទ្រអ្នកនាងផ្ទាល់បានសម្រុកនាំគ្នាមកជួបជុំគ្នានៅប្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងដើម្បីជាកម្លាំងចិត្តដល់អ្នកនាងប្រាសាទដាវីនបានបង្ហាញចំណាប់អារម្មណ៍ប្រាប់អ្នកសារព័ត៌មាននៅប្រលានយន្តហោះអន្តរជាតិយ៉ាងដូចនេះរំភើបមែនតើបងចង់អាលីងអាឡូនិយាយមែនខ្ញុំឃើញបងប្អូនមកចាស់អត់រំពឹងដល់ថ្នាក់នេះអត់រំពឹងឯងព្រោះលវលរៀបចំមកបានរាល់ថ្ងៃយើង focus ទៅការ preparation របស់យើងដល់ពេលមកមានអារម្មណ៍ថា oh I receive a lot of love ហើយខ្ញុំមានអារម្មណ៍ថាតែខ្ញុំគួរតែធ្វើម៉េចតបស្នងបងប្អូនទាំងអស់គ្នាដែលបង្ហាញពីក្តីស្រឡាញ់មួយនេះឲ្យខ្ញុំអញ្ចឹងខ្ញុំគង់ថាខ្ញុំនឹងប្រឹងអស់ពីសមត្ថភាពនៅក្នុង journey មួយនេះខ្សែប្រយុទ្ធមួយនេះនឹងធ្វើឲ្យពួកគាត់ proud សម្រាប់ខ្ញុំផងដល់ទីនោះគឺត្រៀមស្នាមញញឹមមុនគេបំផុតស្នាមញញឹមហើយការជម្រាបសួរទៅកាន់ fan នៅហ្នឹងក៏ដូចជា admin ផ្សេងៗនៅផងដែរដែលគាត់ចាំនៅ airport ចាហើយក៏មានទាំងអស់ដែរដូចជាឈុតក៏ដូចជាចំណេះដឹងរបស់យើងក៏ដូចជាអត្តចរិតរបស់យើងតំណាងឲ្យប្រជាជនកម្ពុជាកម្លាំងចិត្តមួយនេះរកពាក្យនិយាយអត់បានទេបងគឺរំភើបហើយមានអារម្មណ៍ថាខ្ញុំអត់មានទៅតែឯងទេគឺទៅជាមួយនឹងបងប្អូន16លាននាក់ចាចាស្ដែងទៅបងក្នុងជីវិតរបស់យើងគួរតែមានភាពជឿជាក់លើខ្លួនឯងក៏ដូចជាបងដឹងស្រាប់ហើយគឺកិច្ចការប្រឡងអញ្ចឹងវាមានលទ្ធផលល្អឬក៏អាក្រក់ប៉ុន្តែខ្ញុំគិតថាវាអាក្រក់ហើយគឺលទ្ធផលគឺល្អហើយស្រេចហើយប៉ុន្តែបើយើងឈ្នះគឺយើងរត់តែសប្បាយចិត្តក៏យើងលើកមុខមាត់ប្រទេសជាតិរបស់យើងរត់តែខ្លាំងប៉ុន្តែបើខ្ញុំគិតថាដៃគូដែលបងគិតថាបេក្ខភាពផ្សេងមួយណាដែលខ្លាំងគឺខ្ញុំគិតថាពួកគាត់គឺជា queen តំណាងប្រទេសម្នាក់ហើយគឺខ្ញុំមានអារម្មណ៍ថា proud ចំពោះពួកគាត់ហើយអញ្ចឹងខ្ញុំក៏រំភើបខ្ញុំមានអារម្មណ៍ថាខ្ញុំភ័យខ្លាចឬក៏គិតថាអូគួរឲ្យខ្លាចម្នាក់ហ្នឹងឬក៏មិនទេគឺមានអារម្មណ៍ថាខ្ញុំអាចរៀនពីពួកគាត់បានច្រើនបើគាត់បកកាយជាងយើងនឹងរៀនពីគាត់អញ្ចឹងខ្ញុំមានអារម្មណ៍ថាអូគួរឲ្យខ្លាចឬក៏ watch out សម្រាប់ពួកគាត់ទេដូចជាអត់ទេបងព្រោះខ្ញុំដើរក៏ប្រទេសដែរអញ្ចឹងទៅយើងអត់មានភាពអារម្មណ៍ទេហើយកម្លាំងយើងក៏មានហើយដែរអញ្ចឹង it's fine it's gonna have fun ចូលក្នុង top man គឺខ្ញុំបានសងគុណបងប្អូនទាំងអស់គ្នានៃក្តីស្រឡាញ់មួយនេះសម្រាប់ដែលគាត់បានផ្ដល់ឲ្យពួកខ្ញុំនិងក្រុមការងារតាំងពីដើមរហូតដល់ចប់គឺខ្ញុំមានអារម្មណ៍ថាខ្ញុំបានតបស្នងឲ្យគាត់អ្វីដែលគាត់បានឲ្យយើងអញ្ចឹងគឺឱកាសមួយដែលខ្ញុំអាចតបស្នងគាត់បានអញ្ចឹងបើខ្ញុំចូល top គឺខ្ញុំសប្បាយចិត្តអ្វីដែលខ្ញុំអាចតបស្នងបងប្អូនបានគឺមួយនេះឯងចាខ្ញុំគាត់សន្យាថាខ្ញុំនឹងព្យាយាមអស់ពីសមត្ថភាពអ្វីដែលខ្ញុំមានអ្វីដែលខ្ញុំមាននឹងបង្ហាញហើយនៅតែរក្សាតម្លៃតំណាងឲ្យប្រជាជនកម្ពុជា